ជំពូកទី7សេះកាន់ថកៈថ្ងៃមួយនៅក្នុងនីតិខៈរដូវនាយសារថីឆាន់បានបរទេះសេះនាំព្រះអង្គម្ចាស់សិទ្ធត្ថព្រះនាងពំពាយសោធរីរាហុលកុមារនិងស្រីស្នំម្នាក់ឈ្មោះរតសំដៅទៅកាន់ស្រុកស្រែដើម្បីយាត្រាកំសាន្តនៅពេលធ្វើដំណើរជិតដល់មាត់ទន្លេគង្គាក៏ស្រាប់តែប្រទះនឹងមនុស្សឈឺម្នាក់អាយុប្រមាណជា30ឆ្នាំកំពុងដេកស្ដោកស្ដឹងកាត់ទទឹងផ្លូវនៅចំពីមុខរាជរដ្ឋកាលបានតតឃើញដូច្នោះព្រះអង្គម្ចាស់សិទ្ធត្ថទ្រង់លោតចុះអំពីយានយ៉ាងរហ័សឆានអាមាត្យក៏ស្ទុះរត់តាមប្រកិតពីខាងក្រោយព្រះអង្គសម្លឹងយ៉ាងយូរមុននឹងយកព្រះហស្ថចាប់ក្តាប់ដៃជនរងគ្រោះនោះឆានអាមាត្យឃើញដូច្នោះក៏បង្គំទូលព្រះអង្គថាបបិទ្ធព្រះអង្គម្ចាស់ទោះបីជាវេជ្ជបណ្ឌិតនៅក្នុងព្រះរាជវាំងក៏ពុំអាចនឹងព្យាបាលជំងឺជនរងគ្រោះនេះបានដែរទូលបង្គំដឹងច្បាស់ណាស់ថាជំងឺប្រភេទនេះអាចឆ្លងរាលដាលយ៉ាងសាហាវបំផុតនៅពេលព្រះអង្គម្ចាស់សិទ្ធត្ថតទៅកាន់ជនរងគ្រោះនោះម្ដងទៀតស្រាប់តែបាត់ដង្ហើមឈឹងព្រះអង្គដកព្រះហស្ថចេញមកវិញរួចយកទៅបិទភ្នែកទាំងគូនៃជនរងគ្រោះនោះដោយស្ងៀមស្ងាត់បន្ទាប់មកព្រះសិទ្ធត្ថក៏បន្តរាជដំណើរទៅកាន់ភូមិម្ខាងទៀតដើម្បីប្រាប់ដល់រដ្ឋអំណាចនៅទីនោះឲ្យគេយកសពនោះទៅបូជាតាមប្រពៃណីក្រោយពីបានឃើញនៅឧបត្តិហេតុដ៏ចម្លែកនេះព្រះអង្គម្ចាស់សិទ្ធត្ថនិងព្រះនាងពំពាពុំមានបំណងបន្តដំណើរកំសាន្តទៅមុខទៀតឡើយព្រះអង្គម្ចាស់ទ្រង់បង្គាប់ឲ្យនាយសារថីឆាន់បរអច្ឆនីត្រឡប់ចូលទៅកាន់ព្រះបរមរាជវាំងវិញនៅតាមដងផ្លូវត្រឡប់ទៅកាន់រាជវាំងវិញនោះគ្មាននរណាម្នាក់ជជែកគ្នាមួយម៉ាត់សោះឡើយនារាត្រីនោះព្រះនាងពំពាយសោធរីបានសុបិនឃើញនៅរឿងដ៏ចម្លែក3លើកសុបិនទី1ព្រះនាងតតឃើញគោឧសភរាជសម្បុរសក្បោះមួយពាក់គ្រឿងអលង្ការពីលើក្បាលចាំងពន្លឺភ្លឺពន្លរាយដូចជាពន្លឺផ្កាយទិសឧត្តរគោឧសភរាជដើរយ៉ាងលំហែកាត់តាមរាជធានីកបិលពស្តុក្បាលឆ្ពោះទៅកាន់ខ្លោងទ្វារក្រុងស្នូសំឡេងស្រែកកងរំពងពីរៀនប្រអិនមកថាបើអ្នកមិនអាចរក្សាគោឧសភរាជនេះបានទេរាជធានីទាំងមូលច្បាស់ជាគ្មានពន្លឺរស្មីឡើយមនុស្សម្នាក់នៅក្នុងរាជធានីនាំគ្នារត់ប្រដេញតាមពីក្រោយគោឧសភរាជនោះប៉ុន្តែគ្មាននរណាម្នាក់អាចស្ទាក់ចាប់គោឧសភរាជនោះបានឡើយគោឧសភរាជដើរចេញទៅតាមខ្លោងទ្វាររាជធានីធ្វើប្រងើយរហូតដល់មើលលែងឃើញសុបិនលើកទី2ព្រះនាងពំពាយសោធរីតតឃើញសកទេវរាជ4អង្គនៅលើកំពូលភ្នំព្រះសុមេរុបញ្ចេញរស្មីភ្លឺភ្លេចមកលើរាជធានីកបិលពស្តុក្នុងគ្រានោះទួងដែលដោតនៅលើរានប្រអិនត្រូវខ្យល់បោកបក់យ៉ាងខ្លាំងហើយក៏ដួលធ្លាក់ចុះមកលើដីមានផ្កាគ្រប់ពណ៌ធ្លាក់ចុះពីលើមេឃរោយរាយដូចទឹកភ្លៀងនិងមានទេពអប្សរច្រៀងលាន់ឮសូរកងរំពងពេញទាំងរាជធានីសុបិនលើកទី3ព្រះនាងពំពាយសោធរីបានស្ដាប់ឮសូរសម្រែកយ៉ាងខ្លាំងដែលធ្វើឲ្យរង្គើដល់ឋានសួគ៌ថាដល់ពេលហើយដល់ពេលហើយដោយមានការភ័យតក់ស្លុតខ្លាំងពេកព្រះនាងពំពាក៏តតឆ្ពោះទៅកាន់កៅអីដែលព្រះសិទ្ធត្ថធ្លាប់គង់ដើម្បីចង់ដឹងថាតើព្រះស្វាមីយាងទៅទីណាផ្កាម្លិះដែលព្រះនាងខ្ទាស់ជាប់នៅលើព្រះសិរសាក៏របូតធ្លាក់ចុះទៅលើកម្រាលព្រំហើយក៏คล้ายទៅជាលំអងធូលីព្រះពស្តុនិងគ្រឿងសម្អាងកាយដែលព្រះអង្គម្ចាស់សិទ្ធត្ថទុកចោលនៅលើកៅអីនោះក៏ប្រែคล้ายទៅជាសត្វពស់ហើយលូនចេញទៅតាមមាត់ទ្វារបាត់ទៅព្រះនាងពំពាយសោធរីមានការភ័យតក់ស្លុតយ៉ាងខ្លាំងក្នុងគ្រាដដែលនោះព្រះនាងក៏បានឮសូរសំឡេងត្រដោកគោឧសភរាជអំពីចម្ងាយឯនាយខ្លោងទ្វាររាជធានីព្រះនាងក៏បានឮសូរសំឡេងទួងបក់ភឹបនៅលើរានប្រអិននិងបានឮសូរសំឡេងស្រែកពីឋានសួគ៌មកថាពេលមកដល់ហើយពេលមកដល់ហើយរំពេចនោះព្រះនាងពំពាក៏ទ្រង់ភ្ញាក់ក្រញាងឡើងថ្ងាសរបស់ព្រះនាងទៅទឹកជោកសុទ្ធតែញើសព្រះនាងបែរព្រះភ័ក្ត្រឆ្ពោះទៅរកព្រះស្វាមីហើយក៏ចាប់អង្រួនព្រះអង្គឲ្យតើនឡើង
តាមពិតព្រះអង្គម្ចាស់សទ្ធុទ្រង់តើនរួចជាស្រេចទៅហើយព្រះអង្គទ្រង់លើកព្រះហស្ថអង្អែលព្រះសិរសាមហេសីរួចទ្រង់មានព្រះបន្ទូលលួងលោមថាពំពាសម្លាញ់តើអូនសុបិនឃើញដូចម្ដេចដែរព្រះនាងពំពាក៏បង្គំទូលរៀបរាប់សារឡើងវិញនៅរឿងសុបិននិមិត្តទាំង3លើកនេះថ្វាយព្រះស្វាមីទ្រង់ព្រះសណ្ដាប់ជាទីបញ្ចប់ព្រះនាងបានសួរបញ្ជាក់ព្រះស្វាមីថាម្ចាស់បងតើសុបិនដ៏ចម្លែកនេះពិតជាប្រភ្នូលថាម្ចាស់បងនៅត្រូវយាងចាកចោលពីរូបអូនក្នុងពេលឆាប់នេះដើម្បីស្វែងរកនៅគុណលងធម៌ដ៏ឧត្តមនោះមែនទេព្រះសទ្ធុគង់នៅស្ងៀមមួយសន្ទុះទើបអង្វរលួងលោមហេសីថាពំពាអូនសូមអូនកុំព្រួយបារម្ភអីអូនជាស្ត្រីដែលចេះយល់ជម្រៅកិច្ចការអូនពិតជាដៃគូរបស់បងជាអ្នកដែលអាចជួយបងបានក្នុងបេសកកម្មស្វែងរកពន្លឺត្រាស់ដឹងដ៏ឧត្តមអូនពិតជាយល់ចិត្តបងជាងអ្នកណាទាំងអស់បើសិនជាអនាគតដ៏ខ្លីខាងមុខនេះបងនឹងត្រូវចាកចោលពីប្អូនឬក៏ត្រូវធ្វើដំណើរឃ្លាតឆ្ងាយពីរូបអូនបងដឹងជាប្រកាសថាអូនពិតជាមានសេចក្តីក្លាហានក្នុងការបន្តកិច្ចការរបស់អូនទៅមុខទៀតពុំខានឡើយពំពាអូននឹងថែធួនព្រមទាំងបីបាច់រក្សាដល់បុត្ររាហុលរបស់យើងយ៉ាងប្រពៃបើដូច្នេះបងនឹងចាកចេញទៅបងនឹងត្រូវឃ្លាតឆ្ងាយពីរូបអូនយ៉ាងពិតប្រាកដពំពាអូនសេចក្តីស្រឡាញ់របស់បងចំពោះរូបអូនស្ថិតនៅដដែលឥតមានការផ្លាស់ប្ដូរអ្វីបន្តិចបន្តួចឡើយបងមិនអាចឈប់ស្រឡាញ់រូបអូនបានទេជាមួយអ្វីដែលអូនធ្លាប់បានដឹងរួចមកហើយអូនប្រកាសជាអាចអត់ទ្រាំបានចំពោះការរស់នៅបែកពីគ្នានេះពេលណាដែលបងបានឃើញនៅពន្លឺត្រាស់ដឹងនោះហើយបងនឹងវិលត្រឡប់មករកអូនពិសីនិងបុត្រារាហុលសម្លាញ់របស់យើងវិញជាដាច់ខាតពំពាអូនហាក់ដូចជានៅយប់យូរក្រែលណាស់ដែរសូមអូនចូលទៅផ្ទុំបន្តទៀតចុះព្រឹកស្អែកឡើងព្រះសទ្ធុយាងចូលទៅគាល់ព្រះបាទសទ្ធោទនៈជាព្រះបិតាដើម្បីទូលព្រះមេត្តាប្រោសនិងរាជានុញ្ញាតចេញទៅសាងបព្វជិស្វែងរកពន្លឺត្រាស់ដឹងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទ្រង់មិនយល់ព្រមតាមសំណូមពររបស់រាជបុត្រឡើយព្រះរាជាព្យាយាមពន្យល់និងអង្វរករដល់រាជបុត្រថាសទ្ធុនៅក្នុងប្រវត្តិសាស្ត្រនៃសក្យត្រកូលនេះគ្មានក្សត្រអង្គណាមួយចេញទៅបួសជាព្រះសង្ឃទាំងក្មេងល្ហកប្រហែលប្រជញ្ញរបស់បុត្រដូច្នេះទេបុត្រត្រូវតែគិតអំពីនគររបស់យើងគិតអំពីមេដាបិតាមហេសីយសោធរីរាហុលកុមារដែលនៅតូចខ្ចីព្រមទាំងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទូទាំងនគរដែលគេនាំគ្នាពឹងទាំងស្រុងមកលើបុត្រាតែមួយអង្គគត់នោះផងបុត្របានដឹងទេថាតើបិតាត្រូវការរូបបុត្រប៉ុណ្ណានោះបុត្រត្រូវតែនៅស្នងរាជសម្បត្តិជំនួសបិតានិងគ្រប់គ្រងប្រជាពលរដ្ឋក្នុងនគរសូមបុត្រកុំយាងទៅណាឆ្ងាយពីបិតាឲ្យសោះណាព្រះសទ្ធុបានខំព្យាយាមពន្យល់ព្រះបិតាឲ្យជឿព្រះអង្គណាស់ដែរថាបបិទ្ធព្រះវរបិតាសូមព្រះបិតាទ្រង់ប្រោសប្រណីដល់បុត្រផងទៅចុះទូលព្រះបង្គំមិនបោះបង់ចោលព្រះបិតានិងព្រះមាតាអូនពំពាយសោធរានិងរាហុលកុមារព្រមទាំងព្រះញាតិវង្សានុវង្សនិងប្រជាពលរដ្ឋទាំងអស់ឡើយទូលព្រះបង្គំគ្រាន់តែសូមព្រះរាជានុញ្ញាតចេញទៅឆ្ងាយមួយរយៈពេលតែប៉ុណ្ណោះពេលណាដែលបុត្របានរកឃើញពន្លឺត្រាស់ដឹងដ៏ឧត្តមនោះហើយបុត្រសន្យាថានឹងវិលថ្កានចូលមកនគរវិញព្រះរាជាប្រកែកដាច់អហង្ការថាសទ្ធុបុត្រធ្វើយ៉ាងនេះមិនបានជាដាច់ខាតព្រះសទ្ធុក៏មិនហ៊ានពន្យល់ព្រះវរបិតាតទៅទៀតទើបទ្រង់ថ្វាយបង្គំលាចេញបាត់ទៅព្រះមហាក្សត្រក៏ស្ដេចយាងទៅសម្រាកព្រះកាយពលនៅក្នុងក្រឡាបន្ទំដែរនាថ្ងៃប្រហ័ស15កើតពេញបូរមីខែអាសាឍឆ្នាំថោះនៅក្នុងវាំងមានធ្វើពិធីជប់លៀងរំរែកមួយយ៉ាងសប្បាយយប់ជ្រៅណាស់ទៅហើយព្រះនាងបជាបតីកោតមីដែលមកលេងនឹងព្រះនាងយសោធរីក៏មិនទាន់ត្រឡប់ទៅកាន់ប្រាសាទព្រះនាងវិញដែរព្រះនាងពំពាអើតមើលតាមថែវប្រាសាទ
ពួកភ្លេងរាំរែកនោះក៏មិនទាន់ឈប់នៅឡើយពេលដែលព្រះនាងយសោធរាត្រឡប់មកពីជូនដំណើរព្រះនាងកូតមីទៅកាន់ប្រាសាទវិញព្រះនាងក៏យាងសម្ដៅទៅកាន់ផ្ទះនាយសារថីឆាន់តែមួយព្រះអង្គឯងព្រះនាងបានដាស់ឆាណាម៉ាតឲ្យក្រោកឡើងរួចទ្រង់ខ្សឹបប្រាប់ថាណែឆាន់ជាប្រកបណាស់ដែលព្រះស្វាមីត្រូវការរូបអ្នកទាំងពាក់កណ្ដាលអាត្រិតនេះចូលអ្នករៀបចំអញ្ជនេយកន្ធកៈយ៉ាងប្រញាប់ហើយចូលអ្នកដាក់បង្ហានិងកែបថ្វាយព្រះអង្គឲ្យបានស្រួលបួលផងនាយសារថីឆាន់មានការងឿងឆ្ងល់ក៏បង្គំទូលសួរថាបបិទ្ធព្រះអង្គម្ចាស់ក្សត្រីតើព្រះអង្គម្ចាស់សទ្ធុតមានព្រះបំណងយ៉ាងណាដែរព្រះនាងពំពាទ្រង់បន្តថាមនាលឆាន់អ្នកកុំចាំបាច់សួរដេញដោលធ្វើអីធ្វើតាមបង្គាប់ខ្ញុំទៅបានហើយនាយសារថីឆាន់មិននិយាយអ្វីក្រៅពីងក់ក្បាលបង្ហាញការយល់ព្រមតែប៉ុណ្ណោះព្រះនាងពំពាលាឆាណាម៉ាតយាងចូលកាន់ព្រះរាជដំណាក់វិញដោយស្ងាត់ស្ងៀមព្រះនាងរងចាំស្វាមីអស់ពេលយ៉ាងយូរក៏ពុំឃើញព្រះអង្គត្រឡប់ចូលមកក្រឡាបន្ទំវិញព្រះអង្គម្ចាស់សទ្ធុតគង់នៅខាងក្រៅតែមួយព្រះអង្គឯងទតមើលពន្លឺព្រះច័ន្ទនិងវងតារាទាំងឡាយព្រះអង្គបានដាក់ប្រតិយចាកចេញពីព្រះរាជវាំងទាំងពាក់កណ្ដាលរាត្រីនេះជាដាច់ខាតទីបំផុតព្រះអង្គយាងចូលទៅក្នុងបន្ទប់រួចក៏ទ្រង់ផ្លាស់គ្រឿងអំពរសម្រាប់ធ្វើដំណើរដែលព្រះនាងពំពាបានរៀបចំទុកថ្វាយនៅលើកៅអីនោះរួចស្រេចទៅហើយព្រះអង្គយកព្រះហស្ថវែកវាំងននសន្សឹមរួចសម្លឹងទៅកាន់ពំពាមហេសីនិងរាហុលបុត្រាដែលកំពុងតែផ្ទុំលងលក់ព្រះអង្គហាក់ចង់យាងចូលទៅផ្ដែផ្ដាំនៅពាក្យខ្លះមុននឹងទ្រង់យាងចេញព្រះដំណើរតែទ្រង់នៅស្ទាក់ស្ទើរក្នុងព្រះចិន្តារួចក៏ទ្រង់ព្រះតម្រិះថាអាត្មាអញបានពោលរៀបរាប់នៅអ្វីដែលមានសារៈសំខាន់ប្រាប់ដល់ពំពាមហេសីសម្លាញ់រួចអស់ហើយប្រសិនបើអាត្មាអញដាស់មហេសីក្នុងពេលឥឡូវនេះនឹងអាចធ្វើឲ្យការចេញដំណើររបស់អាត្មាអញមានការឈឺចាប់រឹតតែខ្លាំងឡើងកាលទ្រង់ព្រះតម្រិះរួចហើយព្រះអង្គក៏ទម្លាក់វាំងននចុះមកវិញហើយយាងថយចេញភ្លាមទៅព្រះសទ្ធុតមិនអស់ប្រតិយសោះក៏ទ្រង់ចាប់បង្ហើបវាំងននម្ដងទៀតដើម្បីទតមើលមហេសីនិងបុត្រាក្នុងនាទីចុងក្រោយបំផុតព្រះអង្គខំទតយ៉ាងខ្លាំងរហូតដល់រូបភាពនៃមហេសីនិងបុត្រាដិតជាប់នៅក្នុងព្រះអារម្មណ៍ទីបំផុតព្រះអង្គទ្រង់ទម្លាក់វាំងននចុះមកវិញសន្សឹមរួចហើយក៏យាងចេញបាត់តែម្ដងទៅខណៈដែលព្រះអង្គម្ចាស់សទ្ធុតយាងកាត់តាមល្វែងទទួលភ្ញៀវទ្រង់បានទតឃើញនារីចម្រៀងរបាំដេកលក់ស្ដោកស្ដឹងលើកំរាលមានសក់សំពីងសំពងហាមាត់ច្រវាបច្រវាបដូចត្រីងាប់ដៃដែលគេរាំដ៏ទន់ល្វួនល្វែកពីប្រលប់នោះឥឡូវនេះក៏ក្លាយទៅជារឹងឆ្កឹងដូចជាអង្កត់អុសជើងរបស់គេកងកាក់ពាក់លើគ្នាទៅវិញទៅមកបីដូចជាមនុស្សស្លាប់នៅក្នុងទីសមរភូមិព្រះសទ្ធុតមានអារម្មណ៍ដូចជាទ្រង់យាងកាត់ព្រៃខ្មោចដ៏ស្ងាត់មួយពេលស្ដេចយាងទៅដល់ក្រោលសេះទ្រង់ទតឃើញនាយសារថីនៅភ្ញាក់នៅឡើយឆាណាម៉ាតបានដឹកសេះកន្ធកៈដែលបានពាក់បង្ហានិងកែបរួចជាស្រេចហើយនោះថ្វាយដល់ព្រះអង្គនាយឆាណាម៉ាតត្រូវបានព្រះសទ្ធុតអនុញ្ញាតឲ្យធ្វើដំណើរទៅជាមួយដែរព្រះសទ្ធុតនិងនាយសារថីបណ្ដាសេះកន្ធកៈចេញដំណើរយឺតនិងយ៉ាងស្ងៀមស្ងាត់ជាទីបំផុតសំដៅទៅកាន់ក្លោងទ្វារវាំងនៅខាងក្រៅឆ្មាំទ្វារទាំងអស់ដេកលក់ស្ងាត់ឈឹងដែលជាឱកាសល្អមួយធ្វើឲ្យព្រះសទ្ធុតនិងឆាណាម៉ាតអាចឆ្លងកាត់ក្លោងទ្វារវាំងបានយ៉ាងស្រួលព្រះសទ្ធុតទ្រង់ឡើងគង់លើសេះកន្ធកៈដោយដាក់ឆាណាម៉ាតអង្គុយពីខាងក្រោយសេះលន់យ៉ាងពេញទំហឹងឆ្ពោះទៅទិសខាងត្បូងក្រោមពន្លឺព្រះច័ន្ទដ៏ថ្លៃថ្លានាថ្ងៃពេញបូរមីកាលទ្រង់យាងទៅបានបន្តិចក៏មានរាមាធិរាជមកបង្អាក់ដំណើរព្រះអង្គថាណែសទ្ធុតចូលអ្នកកុំចេញទៅបួសអី
អំណាចតទៅនៅតែ7ថ្ងៃទៀតទេសម្បត្តិចក្រនឹងកើតមានដល់អ្នកហើយប៉ុន្តែព្រះអង្គទ្រង់កាត់ព្រះទ័យដោយពលតបនឹងមាថាអាត្មាអញមិនអាឡោះអាល័យនឹងរាជសម្បត្តិមហាចក្រនោះឡើយលុះព្រះអង្គបានឃ្លាតខណ្ឌសន្តានអស់ហើយទ្រង់បន្លឺនៅព្រះវិចារថារាហុលរាហុលរួចទ្រង់ញាក់សេះអាសដរបន្តព្រះដំណើរទៅមុខទៀតយ៉ាងលឿនចប់ជំពូកទី7